nhưng mà mẹ bé con mới về nhưng mà mẹ bé mới về nhưng còn nó lẹ cả nè giờ lối hai cái chọc ông miếng song xa mình thằng no we not nhưng mà mẹ song xa mới về máy song xa mới về bay lối song xa mới về mất chứ mình song xa này xong chẹp bằng tiền ông miếng này nhưng bé có thay nhưng vô cái bộ mà nhưng từ xong teo về đó nhưng tao nhưng tao ta tu sai cái bộ nhom tê hay về đâu nhom con nghe vui nãy rồi nhưng câu lẹ cả nè vô lối tê cái bóng này thấy không nè Don't want to problem, you know. This one Cambodia. I think you good guy. You understand? Can keep her back, ni. nhưng cho là không ai nhưng mà nó tin cho ពិតជាហ៊ូចិត្តបរិះបរទេសដណ្ដើមកាបូតឡើងទូរស័ព្ទស្ត្រីខ្មែរបង្កការភ្ញាក់ផ្អើលពេញផ្លូវសាធារណៈទាំងយប់អាធ្រាត្រភ្នំពេញហេតុការណ៍ទម្លាស់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងរវាងបរិះជនជាតិបរទេសម្នាក់និងស្ត្រីខ្មែរម្នាក់ដែលបានឆ្លោះប្រកែកគ្នាយ៉ាងទិញសរសៃកនៅតាមបណ្ដោយផ្លូវលេខ119ក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង4ទៀបភ្លឺនាថ្ងៃទី5ខែកុម្ភៈឆ្នាំ2026តាមការរៀបរាប់របស់ស្រីរងគ្រោះបានឲ្យដឹងថាបរិះបរទេសដែលគេស្គាល់ឈ្មោះថាប្រុសម៉ៅបានយកកាបូតនិងទូរស័ព្ទរបស់នាងទៅក្នុងកែម៉ូតូហើយមិនព្រមឲ្យមកវិញឡើយដោយព្យាយាមបង្ខំឲ្យនាងទៅខុនដូជាមួយប៉ុន្តែកញ្ញារូបនោះបានបដិសេធយ៉ាងដាច់អស់ហង្ការដោយស្រែកប្រាប់នាងសារព័ត៌មានថាខ្លួនមិនមែនជាសង្សារនឹងគ្នាទេហើយមូលហេតុដែលនាងមិនហ៊ានទៅជាមួយគឺដោយសារតែធ្លាប់ត្រូវបរិះនេះប្រើអំពើហិង្សាវាយដំរាងកាយជាច្រើនលើកជើងសារមកហើយរហូតដល់ធ្លាប់មានពាក្យបណ្ដឹងនៅសង្កាត់ធៀកផងដោយឡែកភាគីខាងបរិះបរទេសវិញបានព្យាយាមបង្ហាញរូបថតស្និទ្ធស្នាលក្នុងទូរស័ព្ទដើម្បីបញ្ជាក់ថាពួកគេជាសង្សារនឹងគ្នាលោកបានអះអាងប្រាប់អ្នកកាសែតថាមូលហេតុដែលលោកខាត់មិនឲ្យទៅគឺដោយសារតែស្ត្រីខាងលើស្រវឹងស្រាខ្លាំងទើបលោកចង់នាំទៅកន្លែងស្នាក់នៅដើម្បីសុវត្ថិភាពយ៉ាងណាមិញជុំបញ្ចប់នៃសាច់រឿងស្រីខាងលើបានសម្រេចចិត្តដើរគេចចេញពីកន្លែងកាត់ហេតុទៅផ្ទះដោយខ្លួនឯងដោយសុខចិត្តមិនទៅយកកាបូតភ្លាមៗនោះទេព្រោះខ្លាចសុវត្ថិភាពផ្ទាល់ខ្លួនប្រសិនបើហ៊ានទៅជាមួយបរិះនោះករណីនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍និងអាណិតអាសូរយ៉ាងខ្លាំងចំពោះស្រីរងគ្រោះដែលត្រូវរងសម្ពាធពីជនបរទេសនៅទីសាធារណៈបែបនេះ